មកកាន់ចំណុចទី2របស់យើងនៅក្នុងពីធំគឺ configure IPsec ណាអូខេអញ្ចឹងយើង follow ទៅតាមអ្វីដែលខ្ញុំបានរៀបចំនេះមកតទៅនឹង IPsec អូខេអញ្ចឹងយើងចូលទៅ create IKE ណាពាក្យ IKE មានន័យថា Internet Key Exchange ណាអូខេអញ្ចឹងយើងចូលទៅកើត Enable Crypto ISAKMP អូខេ Crypto យើងចេញមកសិន ISAKMP Enable ណាអូខេយើងវាយ comment Enable ហ្នឹង by default វា Enable អញ្ចឹងវាយបានវាយទៅអូខេ Crypto ISAKMP Policy អូខេអញ្ចឹង Policy Name Policy អាច Number នេះអាចច្រឡំពីលេខ1ដល់លេខ10000ណាដាក់លេខ1ហ្នឹងទៅ encryption ដូចគ្នាវាមាន 3 dash AES and dash អញ្ចឹង3ហ្នឹងអ្នកនរយកមួយណាបានអូខេឥឡូវខ្ញុំយក 3 dash ហើយ authentication ពីសាគីអូខេអញ្ចឹងយើងវាយមួយទៀត command hash ហើយដូចគ្នាយើងអាចប្រើសារ MD5 សារពី56 384 512នេះហើយខ្ញុំយកសារតេច authentication ពីសាគី price time យក 3600ដែរទៅអូខេគ្រប់ទូអូខេ ship អូខេបន្តមកខ្ញុំចូលទៅ crypto ISAKMP បង្កើត key គេតទៅនឹង key យើងដាក់ Cisco នេះអូខេអញ្ចឹងយើង follow ទៅតាមការងារដែលយើងបានដាក់មក key Cisco អូខេអញ្ចឹង address set 3 ដង 0 តោះយើងចូលទៅ create IKE pass2 IPsec policy អូខេ transform set crypto IPsec transform set អូខេតើតទៅនឹងការបង្កើត transform set អូខេតាមចំណុចនេះគឺជាឈ្មោះនៃ transform set ដែលយើងបានកំណត់អញ្ចឹងអ្នកនរគ្នាអាចដាក់ឈ្មោះទៅគេលើ example ដាក់ my set អញ្ចឹងណា ASP 3 dash ដែលខ្ញុំបានបង្កើតពីមុនមកតទៅទៅនឹងទៅទៅនឹងការងារនេះអញ្ចឹងយើងត្រូវដាក់ឲ្យដូចគ្នាណានេះទៅទៅនឹង encryption ណា encryption and hash ណាអញ្ចឹងយើងត្រូវដាក់ឲ្យដូចគ្នាណា AES ចឹងយើងប្រើសារ big mask អូខេតមក mode transform set អូខេឥឡូវយើងចូលមកកាន់ការងារយើងបន្តមកទៀតយើងចូលទៅបង្កើត crypto map ណាអូខេ crypto map ចឹងអ្នកនរគ្នាដាក់ឈ្មោះពីមកអូខេ crypto dynamic គេចឹងដាក់ឈ្មោះណា my map ចឹងណាគេចឹងតទៅនឹង sequence insert into the dynamic map វាមានចន្លោះពីលេខ1ដល់65535ណាគេដាក់លេខ1ទៅគេតមកខ្ញុំ set ណាពី1គេ set transform set ចឹងយើងហៅ transform set ដែលយើងបានកំណត់មកដាក់ឈ្មោះ my set ណាគេនេះអូខេតមកយើងចូលទៅបង្កើត crypto map មួយហើយ my map ដែលយើងបានដាក់ឈ្មោះហ្នឹងគេតមក number sequence លេខ1តមក IPsec គេ ISAKMP ហើយ dynamic តមក my map ឈ្មោះយើងបង្កើត enter គេតមកយើងចូលមកកាន់ interface van របស់យើងណាគេ interface outside របស់យើងនេះឬក៏ interface van ណាអូខេតមកយើងវាយ command ហ្នឹងមក ethernet 0/0 តមក crypto map my map ណាអូខេឥឡូវយើងបានបង្កើត
layer 2 tunneling protocol ដោយរួមបញ្ចូលគ្នាជាមួយនឹង IP6 រួចហើយអូខេឥឡូវយើងបាន apply IP6 នៅលើ interface WAN អូខេអញ្ចឹង ISA KMP គឺ enable ណាអូខេ show ISA KMP គឺទៅអូខេអញ្ចឹងវាអត់មានអីទេដោយសារយើងអត់ទាន់បង្កើត connection ណាអូខេឥឡូវយើងចូលទៅ VPN client របស់យើងអូខេឥឡូវយើងចូលមកខាង outside នេះចូលមកកាន់ VPN client របស់យើងដើម្បីបង្កើត connection VPN client ណានៅលើ Windows HP Client 1នេះអូខេឥឡូវយើងចូលមកកាន់ Windows HP Client 1អូខេឥឡូវយើងចូលមកកាន់ My Network Flash អូខេឥឡូវមុននឹងធ្វើការបង្កើត connection VPN client ពីមកកាន់អូខេ IP local របស់ router របស់យើងសិនស្គាល់អត់ចម្លើយគឺអត់ស្គាល់ទេអូខេខ្ញុំធ្វើតាមឲ្យចឹងនេះវាគឺលេខ10អូខេអត់ស្គាល់ដូចគ្នាណាអូខេឥឡូវយើងដាក់ ping ចោលសិនទៅអូខេឥឡូវយើងចូលមកបង្កើត VPN connection របស់យើងសិនណាអូខេឥឡូវយើងចូល view connection អូខេឥឡូវយើងចូល create new connection ណាអូខេតោះមក next អូខេត្រង់នេះខ្ញុំយក connect my network plus អូខេ VPN អូខេអញ្ចឹងឥឡូវដាក់ឈ្មោះដាក់ទៅសម្រាប់ VPN ណាយើងដាក់ VPN client អញ្ចឹងទៅអូខេអញ្ចឹងឡើយនេះគឺជាចំណុចសំខាន់ណាយើងត្រូវទៅវាយយ៉ា public IP នៃរបស់ router របស់យើងណា3អូខេអញ្ចឹងយើងវាយ public IP នេះណាអញ្ចឹងសិនអ្នកនរគ្នាវាយខុសក៏វាអត់ដើរដែរអូខេ next អូខេ finish អូខេបន្តមកខ្ញុំ close vision បន្តមកអ្នកនរគ្នានឹងបង្កើតបាន connection មួយណាវាដាក់ថា VPN client ដែលយើងបានដាក់ឈ្មោះនេះអូខេអញ្ចឹងមុននឹង connect សិន connect អ្នកនរគ្នា right click ទៅវាយក property សិនណាអូខេត្រង់ property នេះត្រង់កន្លែង click ទៅលើកន្លែង security នេះអូខេត្រង់ require data នេះយើងដកវាចេញមកហើយកន្លែង IP6 នេះអ្នកនរគ្នាបញ្ចូល key ណាអញ្ចឹង key ដែលយើងបានបង្កើតឈ្មោះថា Cisco ណាអូខេអញ្ចឹងអ្នកនរគ្នាបញ្ចូលវាមកដាក់ Cisco អូខេហើយតមកត្រង់ line networking នេះអ្នកនរគ្នាចំណុចយក layer 2 IP6 ណាអូខេមកអូខេតមកយើងចាប់ដើម connect វាតមកយើងវាយ username password ដែលយើងបានបង្កើតណា username 01 password username 01ដែរវាយវាចូលមកអូខេអញ្ចឹងវាដាក់ថា VPN connected ទេអូខេចាប់ដើម connect អញ្ចឹងយើង ping ទៅវាស្គាល់ហើយឃើញទេអូខេអញ្ចឹងដល់ពេលដែលវា connected វានឹងបង្កើត icon កុំព្យូទ័រមួយទៀតណាឃើញទេញ៉ៃវាដាក់ VPN client ឃើញទេអានេះគឺជា network adapter របស់ពីស្គមសិនមកយើងណាអូខេអញ្ចឹងពេលដែលយើងបង្កើតនេះ VPN client connection វានឹងបង្កើត VPN client របស់យើងមួយទៀតណាអញ្ចឹង connection របស់យើងជាប់អូខេអញ្ចឹងពេលដែលយើង connection VPN client ជាប់វានឹងping ទៅឬស្គាល់ហើយណាឃើញទេអញ្ចឹងខ្ញុំ ping ទៅម៉ាស៊ីន PC របស់ client ដែលនៅ inside របស់យើងក៏ដើរដែរណាឃើញទេអញ្ចឹងខ្ញុំ ping មកកាន់នេះណាអញ្ចឹងខ្ញុំ outside ខ្ញុំអាច ping មកកាន់ inside បានទេតាមរយៈ VPN connection នៅពេលដែលយើងបង្កើត connection VPN រួចរាល់ណាអូខេអញ្ចឹងយើងអាច remote ចូលម៉ាស៊ីនរបស់នេះក៏បានក៏មកយើងអាច manage ទៅលើ router របស់យើងលេខ1នេះក៏បានណាអូខេព្រោះយើង ping ទៅស្គាល់អញ្ចឹងមានន័យថាដូចយើងនៅក្នុង LAN របស់យើងអញ្ចឹងណាអូខេអញ្ចឹងយើងអាចធ្វើអីបានដូចគ្នាណាអូខេអញ្ចឹងខ្ញុំចូលមកកន្លែងនេះអូខេអញ្ចឹងអ្នកនរគ្នាអាច right click យក status ដើម្បីមើលព័ត៌មានមួយចំនួនទាក់ទងទៅនឹងការ configure របស់យើងគេចូល detail គេអញ្ចឹងអ្នកនរគ្នាឃើញណាដែលយើងប្រើ layer 2 tunneling protocol ណាអូខេអញ្ចឹងកន្លែង IP6 encryption ណា
យើងប្រើ IP set ASP ហើយនឹង 3dash ណា authentication យើងប្រើ MS chip version 2 ដែលយើងបានបង្កើតណាអូខេអញ្ចឹងនេះ server address ហើយនឹងគឺនេះគឺជា IP pool ណាដែលយើងបានបង្កើតលើ VPN server ឥឡូវមកពេលយើង connect VPN client ជាប់វានឹងអាសាញ IP មកណាអូខេអញ្ចឹង IP ហ្នឹងវា random នៅចន្លោះពីលេខ10ដល់លេខ15ណាអូខេអញ្ចឹងអានេះវាចាប់លេខ10ជាមួយខ្ញុំ disconnect ចាំវាចាប់លេខ11វិញអូខេអញ្ចឹងនៅពេលយើង disconnect អានេះក៏ connect ដែរណាដាច់ connect ដែរណាអូខេអញ្ចឹងវាស្គាល់ទេអញ្ចឹងយើង connect ឡើងវិញអញ្ចឹងអានេះភ្ជាប់ connection ដែរណាដើរអូខេអញ្ចឹងខ្ញុំមើល IP ដែរអូខេអញ្ចឹងអ្នកនរគ្នាមើលឃើញបាយវា load ណាអូខេ send receive ណាដើរអញ្ចឹង detail អូខេអញ្ចឹងនេះលើលេខ11វិញណាអញ្ចឹងវា random វាចន្លោះពីលេខ10ដល់លេខ15ដែលយើងបង្កើត pool វាណាអូខេអញ្ចឹង VPN របស់យើងបាន configure ជោគជ័យហើយណាអូខេតាមត្រង់ចំណុចហ្នឹងអ្នកនរគ្នាអាចមើល IP ឡើងនេះបាន IP config អូខេណាអញ្ចឹងវាចាប់ IP អូខេអញ្ចឹងវាដាក់ network adapter របស់យើង VPN client ណាអូខេអញ្ចឹងអ្នកនរគ្នាអាច share អញ្ចឹងអានេះ Windows HP client 2 នេះវា share ណាអូខេឥឡូវខ្ញុំ share អូខេខ្ញុំ share testing មួយណាអូខេអញ្ចឹងយើងអាចចូលមកយក file share មកនៅ Windows HP client 2 នេះមកឥឡូវយើងចូល Windows SP Client 1 វិញយើងមកយក file ហ្នឹងណាអូខេអញ្ចឹងយើងមានអីពិបាកយើងបាច់ដាក់ /IP របស់ម៉ាស៊ីនហ្នឹងមកឃើញវាយើងអាចទាញ data បានហើយ share ណាអូខេអញ្ចឹងតកតងទៅនឹងការងារ VPN remote access អូខេតាមចំណុចនេះគឺយើងអាច remote ចូលក៏បានណាបើសិនជាយើងបង្កើត telnet ឬក៏ SSH នៅលើ router យើងអាច remote ចូលវាបានណាអូខេអូខេអញ្ចឹងតកតងទៅនឹង VPN remote access layer 2 tunneling protocol បូកបញ្ចូលជាមួយនឹង IPsec អូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងណាអូខេអញ្ចឹងសូមជួយ like comment share ក៏ដូចជា subscribe នៅលើវីដេអូរបស់ខ្ញុំផងណា Cisco ខ្មែរ Train Cisco ខ្មែរ Learn Cisco ខ្មែរ Group ក៏បាន Cisco ខ្មែរ Learning ក៏បានណាគេវាយនៅក្នុង channel YouTube ទៅឃើញគេចឹងអរគុណច្រើន